សួស្តីថ្ងៃនេះខ្ញុំមានកន្លឹះខ្លីតូចមួយដែលចង់ប្រាប់អ្នកទាំងអស់គ្នាថាឥឡូវនេះ Smartphone មានកម្មវិធីមួយដែលអាចឲ្យយើងមើល YouTube ដោយសេរីបានអញ្ចឹងពេលនេះខ្ញុំអាចយកអត្ថន័យដែលមើល YouTube ដោយសេរីខ្ញុំអាចប្រើកម្មវិធីមួយជាធម្មតា Smartphone ឲ្យតែមើល YouTube ទេប៉ុន្តែលេង Facebook Play Store និងមើលទូរទស្សន៍អនឡាញឯបាទហ្នឹងយើងអាចប្រើកម្មវិធីមួយដែលមានឈ្មោះថា PSIPNON អញ្ចឹងយើងអាច download ទាំងអស់គ្នាបាននេះកម្មវិធីមួយនេះអញ្ចឹងខ្ញុំចូល Play Store មកនេះចូល Play Store មកវាយពាក្យប៉ុណ្ណឹងមកហើយយកវាថា Pro អញ្ចឹងយើង install វាមក install វាហើយយើងបើកវាមកយើងបើកវាមកជាធម្មតាវាពេលបើកដំបូងនេះយើងចុចឡើងនេះចុចនេះឥឡូវខ្ញុំបិទវាសិនអញ្ចឹងខ្ញុំបើកវាទោះជា SIM យើងអស់លុយក៏អាចធ្វើបានដែរសម្រាប់តែ SIM Smartphone តែប៉ុណ្ណោះដែលភ្ជាប់គម្រោង Unlimited អញ្ចឹងក៏ប៉ុណ្្នឹងមកយើងបើកយើងរងចាំវាអញ្ចឹងនេះវាបង្ហាញថាយើងកំពុងរ៉ាន់នេះ data វាកំពុងរ៉ាន់អញ្ចឹងវារ៉ាន់បានហើយវានឹងលោតចេញ browser បែបនេះបើយើង select OK ទៅវានឹងចេញ website របស់ក្រុមហ៊ុនដែលធ្វើ application នឹងសម្រាប់ Play Store មកអញ្ចឹងយើងអាច download free ទាំងអស់គ្នាបានឲ្យតែទូរស័ព្ទយើងអាច download កម្មវិធីនឹងបានគឺយើងអាច unlock ដើម្បីលេងអីផ្សេងទៀតបានដូចជាបើកចូល browser យើងអាចវាយអីក៏បានដែរយើងអាចវាយអី search ចូលក្នុងហ្នឹងក៏បាន search ចូលអីទៀតក៏បានអត់ខ្វល់ដោយគ្រាន់តែប្រើកម្មវិធីមួយនេះតែប៉ុណ្ណោះនេះកម្មវិធីមួយហ្នឹងអញ្ចឹងងាយទេគ្រាន់តែ download កម្មវិធីនឹងហើយកាលពីមុនគឺគេប្រើ free basic ហ្នឹងគឺ slow ណាស់លេងពិបាកអញ្ចឹងដល់ឥឡូវនេះយើងប្រើកម្មវិធីនឹងវិញយើងអាចមើល YouTube បានដូចដើមចង់និយាយថាគឺយើងអាចប្រើវាលេងចំពោះអ៊ីនធឺណិតដែលគេ unlimited ឲ្យតែប៉ុណ្ណោះដូចជាវា free ឲ្យយើងលេងអត់ដែនកំណត់អញ្ចឹងយើងអាចយក data ហ្នឹងយើងមកលេងបានជារៀងរហូតទោះជា SIM យើងអស់លុយក៏ដោយក៏អាចលេងបានដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងចង់បង្ហាញដល់អ្នកនរគ្នាជួបគ្នាវីដេអូក្រោយ